ស្វាគមន៍ជាថ្មីមកកាន់កម្មវិធីតន្ត្រីអរបាយអញ្ញាស្វាគមន៍មកកាន់វគ្គបញ្ចប់នៃកម្មវិធីតន្ត្រីខារ៉ាបាវដែលពួកយើងបានសន្យាទៅកាន់បងប្អូនចឹងវគ្គនេះគឺជាវគ្គដែលពិសេសសម្រាប់ការប្រឡងប្រជែងអ្នកដែលគាត់មានសមត្ថភាពក្នុងការបកស្រាយចម្រៀងកំ pl ឬក៏ធ្វើជាពិធីកោបពិធីការនេះក៏ដោយចា៎ស្វាគមន៍មកកាន់វគ្គខារ៉ាបាវអ្នកតស៊ូដ៏អូចាអរគុណដោយសពរដងបាទដោយសប្តាហ៍មុនអញ្ចឹងនៅក្នុងវគ្គយើងមានបេក្ខភាពចូលរួមក្នុងកម្មវិធីរបស់យើងដើម្បីបង្ហាញអំពីទេពកោសល្យសិល្បៈជាបន្តស្វាគមន៍វត្តមានបេក្ខជនរបស់យើងដូចទៅបើសិនចេះបាទបាទអូជំរាបសួរអូមកទេបាទជំរាបសួរបាទចេះបាទជំរាបសួរបងស្រីបាទតែបេក្ខនារីទៅឈរចាទៅខាងបងសារ៉ាវិញណោះបាទយើងចង់ឆ្លាស់គ្នាដូចសប្តាហ៍មុនឬក៏មិនដែរស្អាតចិត្តអូនគិតទេបាទអរគុណបាទនេះគឺចាំមកឈរចិត្តនេះទីតអូនមកឈរខ្លាចអីមើលអូដល់ពេលចិត្តមែនតើហ្មងចាយើងពងខ្យល់ធ្លាក់អីចឹងណាចាយើងឈរគៀកតិចទៅដើម្បីកក់ក្ដៅចាអរគុណនេះគឺជាបេក្ខជនបេក្ខនារីរបស់យើងទាំង4រូបមុននឹងជួបជាមួយនឹងការបង្ហាញទេពកោសល្យសិល្បៈពីកម្មវិធីសូមអរគុណដល់ម្ចាស់ផ្ទាំងផ្ដាច់មុខនៃកម្មវិធីសូមអរគុណដល់ស្រាបៀរខារ៉ាបាវស្រាបៀរខារ៉ាបាវបានមកដល់កម្ពុជាហើយស្រាបៀរខារ៉ាបាវរសជាតិថ្មីសម្រាប់អ្នកពិសាស្រាបៀរខារ៉ាបាវដែលមានដែនកំណត់ដើម្បីសុខភាពនិងសុវត្ថិភាពរបស់អ្នកអរគុណទៅដល់ខារ៉ាបាវឆ្នាំ2025រង្វាន់ធម្មតាដែលបានធ្លាប់មានជាមួយនឹងទឹកប្រាក់100លានរៀលកាន់ទៅដល់125លានរៀលចំនួន200រង្វាន់ទឹកប្រាក់10លានរៀល200រង្វាន់ទឹកប្រាក់1លានរៀល200រង្វាន់ម៉ូតូ200គ្រឿងទូរស័ព្ទដៃ iPhone 200គ្រឿងនិងរង្វាន់ខារ៉ាបាវរត់មានរង្វាន់ថែមទៀតផងខារ៉ាបាវរីកឆ្ងាញ់នឹងជួយកែប្រែជីវភាពរបស់លោកអ្នកប្រកាសខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យសូមអរគុណដល់តែបៃតងអ៊ីឈីតានតែបៃតងអ៊ីឈីតានរដូវកាលថ្មីឆ្នាំ2025អ៊ីឈីតានរដូវកាលថ្មីទឹកប្រាក់100លានរៀល150រង្វាន់10លានរៀល150រង្វាន់ម៉ូតូ Honda Dream 150គ្រឿងទូរស័ព្ទ iPhone 150គ្រឿងទឹកប្រាក់1លានរៀល50ម៉ឺនរៀលរាប់ពាន់រង្វាន់និងរង្វាន់អ៊ីឈីតានរាប់លាន10ថែមទៀតផងអ៊ីឈីតានចែកពិតចែកធំហើយចែកច្រើនជាងមុនអរគុណទៅដល់ប្រេងកាឡាស៊ីមពីអ៊ីវសញ្ញាតប៉ែប្រេងកាឡាស៊ីមពីអ៊ីវសញ្ញាតប៉ែរដូវកាលថ្មីជាប្រភេទមានគុណភាពខ្ពស់មានឈ្មោះល្បីជាង60ឆ្នាំមកហើយជារូបផលសំខាន់និងចាំបាច់សម្រាប់ប្រើប្រាស់នៅក្នុងក្រុមគ្រួសារប្រេងកាឡាស៊ីមពីអ៊ីវមានរង្វាន់អាចសកលធប់ដូចជាទឹកប្រាក់20លានរៀល50រង្វាន់ម៉ូតូ50គ្រឿងទូរស័ព្ទដៃ iPhone 50គ្រឿងនិងផលិតផលស៊ីមពីអ៊ីវរត់មានរង្វាន់ថែមទៀតផងសូមចំណាំថារង្វាន់គឺមានទៅនៅក្នុងប្រអប់ប្រេងកាឡាស៊ីមពីអ៊ីវសញ្ញាតប៉ែតែប៉ុណ្ណោះស៊ីមពីអ៊ីវជួយបាត់ការឈឺចាប់និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយបាទសូមអរគុណដល់ម្ចាស់បឋមនៃកម្មវិធីរបស់យើងឥឡូវងាកបបេក្ខជនបេក្ខនារីរបស់យើងទាំង4រូបវិញម្ដងបាទកញ្ញាម្យ៉ាងមើលទឹកមុខបបេក្ខជនបេក្ខនារីយើងបាទឃើញថាម្យ៉ាងម្នាក់ណោះបាទចាម្យ៉ាងម្នាក់ឥឡូវបើថាកាលពីសប្តាហ៍មុនទៅយើងថាឥឡូវខ្ញុំស្រួលក្នុងការពិចារណាថាសម្រេចថាយកមួយណាអញ្ចឹងណាប៉ុន្តែដល់ពេលឥឡូវដូចយើងស្មានអត់ដឹងមិនអត់ដឹងណាឥឡូវកុំឲ្យថាយើងអ្នករើសពិបាកព្រោះថាឥឡូវអត់ទេឲ្យបងប្អូនយើងសាក់ផ្ទះដៃមើលថាតើគាត់ថាក្រុមបុរសឬក៏ក្រុមនារីឥឡូវសូមគាត់ថាបើសិនជាអ្នកណាឈ្នះអ្នកនឹងផ្ទះដៃឲ្យលឺណាចាបើគាត់ថាក្រុមនារីឈ្នះសូមផ្ដល់សំឡេងស្វាគមន៍ខ្លាំងទាំងអស់គ្នាឥឡូវមកក្រុមបុរសយើងផ្ទះដៃមួយអូរៀងខ្សោយជាងនារីហ៎បាទបងឥឡូវអាចដែរព្រោះថាក្រុមនារីសប្តាហ៍នេះមាននារីធ្គាមខ្លាបាទចាឥឡូវខ្ញុំពិបាកក្នុងការសម្រេចចិត្តឥឡូវចេះឥឡូវឲ្យបេក្ខជនយើងសម្រាប់ជ្រើសរើសក្រុមមុនសិនមុននឹងបង្ហាញសមត្ថភាពតោះឥឡូវបុរសមកក្រុមនារីមកក្រុមរើសយកខ្ញុំឬរើសយកញ៉ាំអាយ៉ាបាទតោះឲ្យសុភាពនារីមុនក្នុងការសម្រេចចិត្តឲ្យរើសបានណាចង់យកជាធីមបងសារ៉ាឬក៏ធីមរបស់ខ្ញុំអាចសម្រេចចិត្តបានមិនមានការបង្ខិតបង្ខំទេចាតោះធីមបងស្រីអរគុណច្រើនអីរសារចំហដែរក៏បានដែរមិនបាច់ចាំដូរទីតាំងទេឥឡូវសួរដៃគូសួរក្រុមខាងសុភាពបរោះវិញគិតថានឹងយកក្រុមធីមរបស់បងសារ៉ាឬក៏ធីមខ្ញុំបើគាត់យកបងស្រីខ្ញុំយកបងប្រុសអូចង់ទៅពីចិត្តយើងចិត្តអីត្រង់ក៏លុះថាចិត្តចង់បានក៏នោះដែរបខំមកខាងបងអញ្ចឹងណាចិត្តត្រង់ចង់បាននារីច្រើនជាងតើទាំងអស់តើទាំងអស់ឈិតអត់អីទេឥឡូវសម្រាប់ចំណងទៀតយកខាងបងសារ៉ាឬក៏ខ្ញុំដែរយកខាងបងប្រុសបងអូខេចាយើងកុំឲ្យបងប្រុសគ្នាយើងតាឥឡូវនេះសូមណែនាំខ្លួនសិនសុំខាងនារីមុនតោះបងអូនស្រីជួយសួរអូនឈ្មោះអីសួរបងឈ្មោះចរាបាទឈ្មោះចរាបងចរាចាអូឈ្មោះចរាចឹងហ្មងណាឈ្មោះចរាចាតកូលពេញនេះឈ្មោះពេញចឹងហ្មងឈ្មោះលង្ចរាបងបាទលង្ចរាបង
បងប្អូនលឺថាម៉េចឈ្មោះអីលឹងបាទ លឹងចេរាបង លឹងជារាចំឈ្មោះចម្លែកសុំមកទៀតឈ្មោះខ្ញុំឈ្មោះ កូនលឹងចេរាបង បាទ លឹងចេរាបង លឹងជារាលឹងណោះអូលឹងអូខ្ញុំបោកពួយធ្លុកលោក តោះអរគុណកពស់ប៉ុន្មានដែរ យេស៊ូកពួយទៀតអូន មួយម៉ាត់62បង 1 ម៉ែត្រ 62ចា បាទអរគុណ មានតម្ងន់ប៉ុន្មានគីឡូដែរ 12គីឡូ ប៉ុន្មានគីឡូ អានេះចេះឆ្លើយ គិតថាថ្ងៃនេះនឹងវាយឈ្នះទេចា បាទ គិតថាថ្ងៃហ្នឹងនឹងវាយឈ្នះទេ អាចដែរបង យ៉ាបាទ អូចា ព្រោះយើងឥឡូវថ្ងៃនេះឥឡូវពេញចិត្តការបង្ហាញទេពកោសល្យសិល្បៈអ្វីបាទ ពិតសោភាបង ចា ថាម៉េចចឹងទៅ ផឹកលងខ្លួនឯង អូបាច់ទីទេបាទគាត់ប្រាប់ អូ ហើយ មិនសួរឲ្យឆ្លើយឯងហ្មងថាមិនពេចសោភាហ៎ ពេជ្រសភាផឹកលឹងខ្លួនឯងតោះអូខេ លងខ្លួនឯង រាប់ជូន ចា 1 2 3តែសង្កឹមអត់ទេមិនចាតោះចូលអារម្មណ៍តែមកតិចដើម្បីឲ្យមានអារម្មណ៍តិចចាចាកុំភ័យណាផ្ដល់កម្លាំងចិត្តឲ្យ អាយ៉ាទៀតដៃច្រើនមែនទេ ឈប់លេបទឹកមាត់មកក្អឿសិនញ៉ាំឈៀងបានឈៀងព្រោះតោះ1 2 3 ខំ បាទ តោះភ្លេង ជាងតអូនជាងទៅអត់អាចជប់ទេ អត់តាន់ទេ តែ5ជិនថាបង អត់តាន់ទេតែខ្ញុំជួយបាន តើភ្លេងចម្លែងអត់ទេមក ភ្លេងដើរ ពី តាម ភ្លេង អ្នក លេង ជ្រាប ខុស វិញ ភ្លេងលេងខុសតើឡើយបាច់ភ្លេងតើជាងកោតោះ តោះ ខំប្រាប់ចិត្តថាឈុំគិញថាបងទៅបង ឡូលឺតើសុំតោះទៀតតោះ1 2 3 ខំប្រាប់ចិត្តថាឈុំគិញតែងប្រាប់ចិត្តថាបងទៅបានសោយមនុស្សម្នាក់ជុំអិនស្វាយបងដឹងទេម្នាក់នោះគឺជាអូនគ្មានវិធីបងភ្លេចបងយំរហដូរគ្មានអ្នកងទេក្រុមពេលនឹកដល់មៀមេបងដឹងទេអូនគឺអូនផាត់ខ្លាំងអូនខាងស្រាដើម្បីបងភ្លេចបង អើចឹងហ្មងអើចឹងចូលចឹងហី ចូលទៀតដៃមួយអូនមកពីសំឡេងអញចឹងមើលបែបព្រោះលឺឡូលឺតើជឿលឺមុន ឈប់ខ្ញុំសុំសួរតិចណាសលេងវិញប្រើអស់ប៉ុណ្ណឹងហ្មងចាធំអស់ប៉ុណ្ណឹងហ្មង មិននិយាយមកតើ ឡូ មកលឹងចារានិយាយមកអូន តើអូនអើយបងសម្រាប់បានអូនអរគុណ តើអរគុណច្រើនអបអរសាទរតើ អរគុណឥឡូវបន្ទាប់អត់តឲ្យសុភាពនារីឲ្យគាត់សម្រួលអារម្មណ៍សិនចាឥឡូវមកសុភាពអារម្មណ៍វិញ តើអូនអាវក្រហមជឿសួរអូន ជម្រាបសួរ ណែនាំខ្លួនឈ្មោះអីអូន ខ្ញុំឈ្មោះជីរ៉ាបង អូលឹងជីរា អត់ទេឈ្មោះ steak ណាបងខ្ញុំឈ្មោះជីរ៉ា ជីរ៉ា ជួយ ធ្វើមិនបើជីដាវីតចា ជីរ៉ា បាទ អូ បងប្អូនជីដូនមួយជីដាវីតឬក៏មិនដែរចា អត់ផងបង អត់ទេ មាន ណា បងប្អូនឈ្មោះប្រុយហ៎ បាទ អត់មានបងឈ្មោះប្រុស មានប្អូនឈ្មោះជីប្រុយមួយ អូមានតែ ហើយនឹងជីរ៉ុយមួយទៀតបង អូជីរ៉ុយទៀតអូដល់ អរគុណ គឺតកូលជីដល់ ថ្ងៃនេះគិតថានឹងបញ្ចេញសមត្ថភាពអ្វីដែរ ឈៀងបង ឈៀង រៀងឥឡូវតើលបងទូទីសិន សុំឈប់ខែវិឈៀងអាចធ្វើអីបានទៀត រ៉េប រ៉េប យ៉ាអូមើលការតែងខ្លួនត្រូវហើយបាទ ខ្ញុំជាបទពិសោធន៍របស់ខ្ញុំខ្ញុំគិតថាចេះព្រោះការបកស្រាយចម្រៀងមានបងប្អូនគាត់បកស្រាយច្រើនហើយតែរ៉េបបាត់តាន់នេះបើសិនជារ៉េបប្រហែលអាចតាក់ទាញចំណាប់អារម្មណ៍បងប្អូនបានច្រើន ឥឡូវ ទីសិនតើ បើរ៉េបភ្លេងអត់កើតបង អឺ អូចាសូមអរគុណ គេ គេថាភ្លេងអត់កើតទេភ្លេងអត់កើតហ្នឹងណា ដល់តែគាត់ទៅអស់ភ្លេងកើតអើកូននិយាយលេងឥឡូវទីមកតើតកូលបាទជីចឹងទៅមកថាជីដាវីតមកតើជីដាវីតមកយ៉ា ខ្ញុំមិនខ្ញុំថាវ៉ាន់ដា អ
យ៉ា ចូលឲ្យយកជីដេវីតខ្ញុំថាវ៉ាន់ដា ហេគេសួរមកចា វ៉ាន់ដាតាឥឡូវខ្ញុំមិនសួរថាបកស្រាយចម្រៀងណាគេតពេលច្រៀងពួកយើងនឹងទៀតដឹងថាទាយត្រូវហ្មងណាអូខេតឥឡូវចង់ទៅមុខមិនដែរឬក៏ទៅខាងក្រោមឆាអត់តែក្រានឹងបានចាតខ្ញុំរាប់ជូន1 2 3 វេលាអើយសំត្រោឡប់ក្រោយទងអកឹងឲ្យត្រៀមខ្លួនបែងសិលកិច្ចការចរណាណៃធ្វើរួមគ្នាវេលាមុននួនធ្លុំវាចាថារៀបការនឹងគ្នាយើងស្នេហាមិនបងគ្នាឲ្យនៅសុំរ៉េបមកឃ្លៀមចាត1 2 3សុំរ៉េបបាត់តរ៉េបអីកសិចិត្តចាយ៉ាបាត់តខ្លួនទៀតអូមានបាត់តខ្លួនចា original song ត1ប្រសម្ដីហយខ្លាំងមួយមកតចុំយ៉ាក់ fan នេះអត់តោះលឺស្រឡាញ់កមុំសកលវិទ្យាល័យមកឃើញប៉ែតៃមានអារម្មណ៍ស្នេហាចង់បានអូនមកជាគូអូននឹងកំកើតយូរបើសំទើសង្សារបានសិនបានអូននៅចិត្តណាមកសុំនេបនិតថ្នាក់ថ្នមកាយយ៉ាអូនបើកបេះដូងមកពើណាមកចូលចែចៅដល់លោកមេបាចូលចែចៅដល់លោកមេបាចង់សួរម៉ាក់អូននៅថ្លៃម្ដាកាតែគាត់យកប៉ុន្មាននេះប្រមាណដុល្លារបងមិនចេះទៅថាមុខគឺជាកំឡោះស្មោះបងស្មោះទាំងអស់ស្មោះគ្រប់តែនារីតែបងស្រឡាញ់អូនស្រឡាញ់អូនចោវីស្រឡាញ់អូនចោវីការឆ្នាំមុនបងហ្វីអឺឡូនដល់ពេលជិបអូនបងហ្វី energy ស្រឡាញ់អូនឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ឆ្នាំទី4មើលទៅដូចហ៊ូសេរីនិយាយលេងទេសំពឹងណាអ៊ីបតនេះមិនសូវកើតទេកណ្ណាត់ពេលព្រីនិយាយលេងទេសំពឹងណាអ៊ីបតនេះមិនសូវកើតទេកណ្ណាត់ពេលព្រីហ៎វ៉ាយ៉ាតែប៉ុន្តែបើខ្ញុំគិតថាសមត្ថភាពរ៉េបល្អជាងតែបាត់មនុស្សបាត់ណាគេបាត់ទី1មនុស្សបាត់ណាគេបាត់ជួបដើម្បីបែក version បងភីតិអូជួបដើម្បីបែក version ភីតិបាទចឹងយើងទីខទាំងអស់គ្នាអូខេតោះលើមើលមកបែកខាងនេះវិញសុភាពនារីខ្ញុំវិញចាជំរាបសួរបងស្រីជំរាបសួរបាទអញ្ញាសូមស្គាល់ឈ្មោះផងចាអូគៀមនេះសង្ស័យគៀមនេះដឹងព្រោះ 100% ហ្មងបាទឈ្មោះភារាបងភារាមានសង្សារនៅបងនៅចង់រកសង្សារអត់ចង់បានមិនចឹងនៅម្នាក់ឯងស្រួលជាងស្រួលមិនខ្លះមានសេរីភាពអូមានសេរីភាពចាគឺថាមានដៃគូក៏វាស្រួលដែរណាអូនអរគុណចាសូមប្រកាសលេខទូរស័ព្ទចានិយាយលេងចាអរគុណថ្ងៃនេះចង់ផ្សេងសមត្ថភាពអីដែរច្រៀងបងច្រៀងណាគៀមខ្លាចង្ការហ៊ីងបាទគៀមខ្លាចង្ការព្រែកណាបបោមាត់ពណ៌តក្រូចចាទីឥឡូវមកយ៉ាទីមុនតោះអ៊ីវ៉ាសប្តាហ៍មុនខុសម្ដងហើយបងថាពេជ្រសុភាទៀតតោះពេជ្រសុភាវិញពេជ្រសោភាបាទតោះអូឈប់ខ្ញុំសុំដោរុជសាវ៉ាមែនមិនយ៉ាគេមានសិទ្ធដោមិនឥឡូវខ្ញុំដោអត់បានមែនបានមានសុខសោភាតោះចាបងភ្លេងបាច់លេងទេតែប្រាប់សិនបោះស្រាយបោះអីបោះស្រាយបោះអីខ្ញុំភ្លេងលាវតួសាច់ហើយតារារុកណាអូនបោះស្រាយបោះណាបាត់ចាំច្រៀងហើយចាំចាគេទៅ surprise អញ្ចឹងណាខំសួរតោះបងផ្ដល់កម្លាំងចិត្តឲ្យសូមផ្ដល់សម្លេងស្វាគមន៍ឲ្យកូនក្រុមខ្ញុំឲ្យខ្លាំងៗទាំងអស់គ្នាបងអើយជំនួរំភើយផាយផាន់អូនមើលសំណាំអនដែនឆ្លងកាន់រសាន់តាមទឹកប្រៀបដូចតែបែបបានសាពុកជាមកពុកចូលអារម្មណ៍មើលអូនគេពុកដបងអញ្ចឹងហីគេ surprise តាប្រៀបដូចរុកអូនក្រៀមអរគុណអូនជាដូចតិនពីសំសាថ្មីសំសាថ្មីអញចង់ដោបាត់បានណាចាអត់តហួសពេលទេឥឡូវសូមដល់ពេលវេលាសម្រាប់តែខាងរីយើងបាទសូមសម្រួលអារម្មណ៍ទៅ
ស្នេហាលើលោកនេះជាអ្វីទៅហើយអ្វីត្រូវតម្រូវ កាយវិការផង ឲ្យបាយទេបណាចាំហាម្នេញលោកបិនភ្នែកខួតរឿងហេតុដាច់ខ្សែ អរគុណអូន អត់ទេខ្ញុំនិយាយមែនណាគាត់បើឲ្យថាសោចដឹងតែឈ្នះហ្មង អរគុណអូនសំលេងអូនល្អណាស់ជិះ ចំលែងល្អណាស់ សំលេងនេះមានតែ អ មួយ រគុណឥឡូវនៅតែចុងក្រោយមករូបទៀតទេ តើអូនប្រុសតើណែនាំខ្លួនឈ្មោះអីអូន ខ្ញុំឈ្មោះសៀងនុតបង បាទ សៀងនុត ខៀងនុតបាទ សៀងនុត សៀងនុត សៀងហ៎ នេះតកូនសៀងហ៎ បាទ មានបងអូនឈ្មោះផ្អេទេបាទ បាទ មានបងអូនឈ្មោះផ្អេអត់ អត់ផងសៀងឆា អត់សៀងចា បាទ អរគុណថ្ងៃនេះ តកូន ចង់ដឹងតិចអារម្មណ៍មិនដែរទៅចូលរួមប្រកួតគាត់ថាឈ្នះអត់ លើយើងឃើញបែកជនបែកកណ្រីយើងទាំង3រូបហ៎ឃើញថាកលោគាត់មិនដែរ ខ្ញុំសួរខុសហើយដល់ប៉ិតអារម្មណ៍ថ្ងៃនេះគាត់ថាខ្លួនឯងនឹងធ្លាក់អត់ គិតបង អី អត់បានអីហត់អស់សង្ឃឹមបាត់ហើយ បាទ អរគុណថ្ងៃនេះគាត់ថានឹងបកស្រាយចម្រៀងតារារូបណាណោះឬក៏សំដែងឬពិធីករដែរប កស្រាយចម្រៀងបង បកស្រាយបទចម្រៀងតើលើបងទីសិនកាយវាសនាតោះ ហេដូចគ្នាម៉ែខ្ញុំយកកាយវាសនាមុនណា អញ្ចឹងហ៎ ចាខ្ញុំគិតក្នុងចិត្តហើយ ចាឡើយយកកាយវាសនាបងយក រិនសវេតទៅ រឹនសវេតតោះអ៊ីណូ អូនគុំយំគុំយំគុំយំ យើង គុំ ឃើញ យ អ ំ ញ្ចឹងតែក៏គាត់បង្កប់ភាពអ៊ីណូក្នុងខ្លួនណាបាទតោះ ខ្ញុំឆៃវិរៈយុទ្ធបង អូ សូមអរគុណ តោះអរគុណបាត់អីអូន នឹកអូនស្ដាច់ខ្យល់ហើយ នឹកអូនស្ដេចខ្យល់ហើយបាទ តែកុំឲ្យអ្នកស្ដាប់ដាច់ខ្យល់ណានិយាយគ្នាហើយចាតោះ បាទ ម្ដងសម្លេងស្វាគមន៍ខ្លាំងទាំងអស់គ្នា ស្ដាប់ការបកស្រាយបទចម្រៀងលោកឆាយវិរៈយុទ្ធដូចតទៅអូនច្រៀងឬសូត្រកំណាប់អូនច្រៀងទៅអី ឥឡូវសុំអត់ដាក់ភ្លេងបង អូក៏សុំអត់ភ្លេងថាមកពីភ្លេងទៀតហើយមកសួរលេងមកសួរ អើយអ្នកភ្លេងហើយ ពេកបងភ្លេង ភ្លេង លេ ឈ ង ប់ត្រូវតោះសុំស្ងាត់ ក៏មកស្រាយចម្រៀងនេះ កុំលេ ច ង ង់ហៅដៃគូមកលេងជាមួយក៏បានដែរឃើញលោកផ្ដល់ជាកម្លាំងចិត្តឲ្យយើងមានអារម្មណ៍កាន់តែច្រៀងព្រោះអញ្ចឹងណាតែសូមជើញ រើសយកមួយណាបាទអូខេហារើសយកផលទេហា ទៅឲ្យផ្លែអារម្មណ៍ចាយើងចាត់ទុកឲ្យយើងជាតួស្រីណាយើងឈរតែស្ងៀមទៅបានហើយ ចុងប្លែកមែនអូនឲ្យរើសដៃគូរីដល់ទៅ2នាក់រើសយកបាត់ អត់ទេមិនបាច់ទេគាត់ អូសុំអូនបងស្រី ឥឡូវចឹងសុំទាំងពីរនាក់មកឲ្យសងខាងឲ្យគាត់ផ្ដល់ជាកម្លាំងចិត្តសងខាងណាតោះលេខបានទាំងពីរចា ហើយជ្រៀងមិនព្រោះទៀតហ៎ 1 2 3 យំមិញបងដេកយល់សំឃើញអូន ចុះអូននោះហ៎ ឃើញថាពងយើងនៅតែជានាគ្នា ចាំមកពេលនេះយកសាប់ឃើញមួយណាហើយប្រកាស បងអោបអូនយ៉ាងជាប់អឹបទ្រូងសែនរងាពេលភ្ញាំងឡើងបាត់អស់អ្វី អូ ចុះ ហុយចាញ់ សុំសួរមួយពីរនឹងយកសាប់ឃើញមួយណាហើយប្រកាស បាទ យកសាប់ឃើញមួយណាយកមិញសាប់ឃើញមួយណា សពឃើញទាំងពីរបង អីអាអូន ចាអរគុណបន្តទៀត ហេតុអ្វីពេលនេះលែងជាបងហើយហេតុអ្វីឲ្យគេយកដំណែងបងទៅស្រីបងសែនខ្លាចជីវិត វាហត់ចដួល ខ្លួនឯងដូចសំថ្ងៃជីវិតដែលដឹងថាអូនមានថ្មីហើយនៅស្រឡាញ់អូនណាស់អាទិត្យបងអើយនឹងអូនសើដាច់ចោលហើយ គ្មានអីសំណាងដល់អូននេះទេ ហើយជុំនឹកនីដល់ស្រីបងតែងតាមដានប្រូហ្វាល់ប្រលឹងចង់ដឹងថាអូនផងអ្វីទឹកភ្នែកស្រង់រាល់ថ្ងៃឃើញស្រីអោបគេ តោះបានចាអរគុណឃើញថាសំឡេងប្រហាក់ប្រហែលគ្នា បាទ គ្រាន់ថាខ្ញុំឃើញមានអ្នកលេចធ្លោម្នាក់ បាទតោះឥឡូវដល់ពេលយើងត្រូវប្រកាសលទ្ធផលត្រៀមសម្លេងមួយសិនតោះសាកល្បងសិនគ្រប់ត្រមួយណាទៅដៃមួយអត់សាកសម្លេងហូមួយ
ហ្នឹងហើយ ឥឡូវពេញចិត្តបែកខនារីទី1សូមផ្ដល់សម្លេងខ្លាំងទាំងអស់គ្នាពេញចិត្តបែកខនារីទី2ផ្ដល់សម្លេងស្វាគមន៍ខ្លាំងទាំងអស់គ្នា ជប់សុំដងទៀតយើងទះដៃផងយើងហូរផងណាអូខេដើម្បីយើងស្រួលស្ទង់បាទស្ទង់តោះសាថ្មីពេញចិត្តបែកខនារីទី1សូមសម្លេងមួយមើលបែកខនារីទី2 ដូចគ្នាតោះ តោះឥឡូវឈរមក ពេញចិត្តជាមួយនឹងបេក្ខជនទី3ផ្ដល់សម្លេងខ្លាំងទាំងអស់គ្នា អើយ ណែហ្នឹងអីចឹងតោះពេញចិត្តជាមួយនឹងបេក្ខជនទី4ផ្ដល់សម្លេងខ្លាំងទាំងអស់គ្នា អាយ៉ា តោះយើងដឹងហើយយើងដឹង សា ថា ថ្មីសំឡងទៀតតោះ អូតាប៉ិតក្រហមឈ្នះដាច់ហើយ ពេញចិត្តបេក្ខជនទី4សូមសម្លេងមួយទី3 នេះនៅសល់ចំហាយពីទី1 អូទី3គេមាន2នាក់គេមានឆ្វេងស្ដាំអត់ពេញចិត្តចឹងបាទអាក្រហមឈ្នះហ៎ ហើយក្រហមឈ្នះ អាយ៉ាអបអរសាទរបេក្ខជនទី4បាទ សុំសួរតិចកុំតន់មុនមកមិញចែកម្នាក់មកហើយ អត់ចៃបង អត់មានចែកទេអត់មានសោកតំណប់អីមុនទេ អត់ទេប៉ុន្តែដាក់ស្នេហ៍តិចតួច អូដាក់ស្នាទៀត ដាក់ស្នេហ៍តិចតួច អរគុណអបអរសាទរបាទបេក្ខជនទី4ជាអ្នកទទួលជ័យលាភីនៅក្នុងសប្តាហ៍នេះចឹងទេអបអរសាទរសម្រាប់បេក្ខជនទី4យើងស្វែងរកឃើញអ្នកឈ្នះដល់12រូបហើយបាទសប្តាហ៍មុននិងសប្តាហ៍នេះយើងបន្តស្វែងរកឲ្យគ្រប់បាទ4រូបជួបគ្នាវគ្គជំរុះប្រចាំខែបាទណាចឹងបងអូនត្រូវវឹកហាត់បន្ថែមទៀតព្រោះថាមែនទែនសរសើរបងអូនទី4គាត់រ៉េបល្អបាទ រ៉េបល្អ គាត់តបខ្លួនទៀតគាត់លុយខ្លួនឯងបាទបែបហ្នឹងហ៎ បាត់ហ្នឹងនិពន្ធខ្លួនឯងបង អូនិពន្ធមួយថ្ងៃអូន និពន្ធមួយថ្ងៃ មួយថ្ងៃហ៎អីចុះទៅរំនិពន្ធមួយ អា ឆ្នាំ ណាកុំទៅចង់ធ្វើជាអីដែរ rapper បង rapper អត់ទេសលេងគាត់ខ្ញុំទទួលស្គាល់ថាបរោះមែន ឧទាហរណ៍បងប្អូនខ្លាចជា rapper ដាក់ឈ្មោះថាម៉េច ជីរ៉ាទៅដែរបង G Rai ជីរ៉ា បងជីរ៉ា G ជីរ៉ា ជីរ៉ា G Ra G Ra បាទ G Ra ជីវ៉ាឈ្មោះជីវ៉ាមែន ជីរ៉ា ជីរ៉ាជីរ៉ាមិនជីវ៉ាទេ ជីវ៉ាន់សុយ ពេលជីវ៉ាន់សុយអេ អរគុណ ស្វាគមន៍ជាមួយតារា rapper ជីវ៉ាន់សុយ អរគុណចាសសម្រាប់នេះ អរគុណ យើងស្វែងរកឃើញ អរគុណ អ្នកឈ្នះរង្វាន់ហើយបាទសម្រាប់បាទបេក្ខជនទី4គឺជាម្ចាស់ជ័យលាភីសូមទទួលរង្វាន់ពីខារ៉ាបាលបានរៀបចំជូនហើយបន្តវឹកហាត់សមត្ថភាពរបស់ខ្លួនបន្ថែមទៀតជួបគ្នានៅក្នុងវគ្គជំរុះប្រចាំសប្តាហ៍ណាអរគុណ ចាអរគុណច្រើនចាអរគុណច្រើនចា អបអរសាទរជូនជំនួយមកទៀតបាទ អរគុណច្រើនពីកម្មវិធីតន្ត្រីខារ៉ាបាលបានមកដល់ទីបញ្ចប់យើងនឹងជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងមកនៅដែររាត្រី សួស្តី